ភាគច្រើនហ្មងឲ្យតែឃើញតាពាំងជ្រក់ទឹងសបកគឺគិតថាតាពាំងជ្រក់បែបចិនហ្មងតែក្បួនបងម្ទេសជ្រក់គឺជ្រក់រសជាតិបែបខ្មែរបុរាណហ្មងលេងសើចអីទាំងអស់គ្នាអើយហេតុតែពិបាកទិញអាតាពាំងព្រិចទឹងសបកនេះពេកបងម្ទេសខានញ៉ាំតាពាំងជ្រក់ទឹងសបកបែបនេះចំនួន2ឆ្នាំជាងហើយថ្ងៃនេះគឺថាទិញតាំងពីរតនគិរីមកស្នំពរទាំងអស់គ្នាដែលបានមើលវីដេអូបងម្ទេសដល់ចប់កុំភ្លេចជួយចុច follow ផងណាព្រោះខ្ញុំមានចែកកាដូជាផលិតផលម្ទេស brand គ្រប់មុខរាល់អាទិត្យអត់តសើខ្លួនឯងទាំងអស់គ្នាអារឿងហូបរឿងចុកនេះនិយាយពីថារុករតតបានទាំងអស់គ្នាដោយសារតែខ្ញុំឃ្លានខ្លាំងពេកបើកាលមុនខ្ញុំអាសាទៅព្រំអញ្ចឹងហើយតាមផ្លូវទៅព្រំសបោភាគច្រើនពេលដែលគេយកមកលក់គឺគេបកសបកស្ងោរហើយអស់ហ្មងតែបើតឹងសបកហើយស្រស់អញ្ចឹងក៏មានលក់សមហ្មងហើយបើគ្នាយើងណាគាត់មានតាពាំងព្រិចតឹងសបកហើយខ្ចីអញ្ចឹងយកមកជ្រក់របៀបក្បួនមកម្ទេសនិយាយពីថាអូយរសជាតិឆ្ងាញ់សាហាវហ្មងញ៉ាំជក់មាត់ណាស់ហើយគ្រឿងផ្សំក្នុងការធ្វើមានតែ3មុខនឹងទេងាយៗម្ទេសដៃនាងខ្ទឹមតាពាំងតែ3មុខហ្នឹងហើយម្ទេសដៃនាងយើងស្ងោរវាឲ្យឆ្អិនមកទាំងអស់គ្នាជួយឲ្យសម្រស់ជ្រក់យើងមើលទៅកាន់តែស្អាតហើយក្លិនកាន់តែឈ្ងុយខ្ញុំបញ្ជាក់ផងដែរសម្រាប់ម្ទេសដៃនាងនេះទាំងអស់គ្នាស្ងោរឲ្យឆ្អិនហើយលួយបន្តិចមកហើយតាពាំងពេលដែលយើងទិញមកគឺគេអត់បានបកឲ្យយើងទេអញ្ចឹងយើងជ្រក់តឹងសបកមែនប៉ុន្តែយើងត្រូវបកចោលមកស្ទាប់ពីរស្ទាប់ដែរខ្ញុំកំងមកនេះទាំងអស់គ្នា10គីឡូខ្ញុំខានហូបតាពាំងជ្រក់តឹងសបកអញ្ចឹងឡើង2ឆ្នាំអញ្ចឹងហើយឃ្លានឡើងញ័រសាច់ទាំងអស់គ្នាបកសបកអញ្ចឹងហើយយកទៅលាងឲ្យស្អាតហើយយកវាយកមកដាក់ស្ងោរនេះទាំងអស់គ្នាខ្ញុំស្ងោរខ្ទង់ចង់2ម៉ោងដែរដើម្បីឲ្យវាបាត់ហាងណាបើយើងស្លហាងតិចឆ្ងាញ់តែបើយើងយកមកធ្វើជ្រក់តែហាងអត់ឆ្ងាញ់ទេហើយម្លងពេលស្ងោរតាពាំងហ្នឹងខ្ញុំឆ្លៀតមកច្រាមម្ទេសដៃនាងយើងឲ្យហើយម្ទេសដៃនាងនៅពេលដែលយើងស្ងោរវាលក្ខណៈថាវាឆ្អិនឡើងផុយអញ្ចឹងយើងច្រាមតិចទៅគឺបានហើយកុំច្រាមវាម៉ត់ពេកបើមិនតែខ្ញុំយកទៅដាក់ម៉ាស៊ីនទឹកក្លុកវាម៉ត់ខ្លាំងពេកវាអត់ស្អាតហើយរូបមន្តនេះទាំងអស់គ្នារសជាតិបែបខ្មែរបុរាណពិតមកដោយសារតាពាំងខ្ញុំ10គីឡូខ្ញុំជ្រក់ទាំងអស់អញ្ចឹងខ្ញុំស្ងោរឡើង2ឆ្នាំហ៎បន្ទាប់ពីច្បាស់លាស់ថាតាពាំងយើងគឺបានឆ្អិនយើងភ្លក់មើលលេងហាងលេងអីអស់យើងធ្វើការដាក់អំបិលដាក់ប៊ីចេងហើយចាក់ម្ទេសដៃនាងដែលយើងបានច្រាមមិញហ្នឹងគឺចូលតែម្ដងខ្ញុំបញ្ជាក់រូបមន្តនេះយើងយករសជាតិបែបខ្មែរបុរាណអញ្ចឹងយើងអត់ប្រើស្ករដាច់ខាតហើយក៏អត់មានដាក់ទឹកត្រីដាក់អីដែរនិយាយរួមទៅគឺយើងប្រើតែអំបិលហើយប៊ីចេងកុំមើលងាយណារបៀបជ្រក់បែបសាបឯប៉ុន្តែឆ្ងាញ់សាហាវយើងបង្ងាស់មកស្ទុះឲ្យវាចូលជាតិសិនចុងក្រោយគឺយើងបង់ខ្ទឹមសចូលតែយើងកាច់ភ្លើងបលុតផងប្រយ័ត្នឆ្អិនខ្ទឹមសយើងអស់លែងឆ្ងាញ់លែងស្រួយហើយក្បួននេះខ្ញុំធានាថាអ្នកនរញ៉ាំជក់មុនហើយឆ្ងាញ់សាហាវជាពិសេសក្បួននេះយើងអាចរក្សាទុកក្នុងទូទឹកកកបានយូរអត់ងាយខូចអត់ងាយឡើងជូរខូចអីទេអញ្ចឹងទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូខ្ញុំវគ្គ2ដែលខ្ញុំនឹងចែកម្លែកថាយើងជ្រក់មួយថ្ងៃបានញ៉ាំឆ្ងាញ់ហើយញ៉ាំមួយអីកាន់តែត្រូវគ្នា